ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍និងជម្រាបសួរប្រិមត្តសាជាថ្មីបាទកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារថ្មី3ចំណុចមកចែកជូនអត្ថបទទី1តម្រូវទៅលើលោកសេងមង្គលដែលមានអត្ថន័យថាថែស្បែកចិត្តចូលរោងការប្រិមត្តជាទីមេត្រីរីឯអត្ថបទទី2ពាក់ព័ន្ធទៅនឹងលោកស្រីត្រីដាណាដែលមានខ្លឹមសារថាភាពលោភលន់និងអំនួតប្រិមិត្តរីឯអត្ថបទទី3បាទពាក់ព័ន្ធទៅនឹងលោកសឿនវិតាដែលមានខ្លឹមសារថាអ្នកណាអ្នកសាងអ្នកនោះជាអ្នកទទួលប្រិមិត្តជាទីមេត្រីសម្រាប់លោកសេងមង្គលក៏ដូចជាលោកស្រីធីរណានិងលោកវិតាបងប្អូនប្រកាសជាចង់ដឹងបាទខ្លឹមសារទាំង3ចំណុចនោះមានអត្ថន័យយ៉ាងណាក៏សូមមេត្តាតាមដានទស្សនានិងស្ដាប់អត្ថន័យរួមជាមួយនឹងខ្ញុំបាទដូចតទៅពុកម៉ែបងប្អូនជាទីគោរពរាប់អានសម្រាប់លោកមង្គលថ្ងៃនេះគាត់មានប្រធានបទថ្មីទៀតសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលគាត់បង្ហាញទាំងរូបនិងខ្លឹមសារខ្លីប៉ុន្តែមានអត្ថន័យជ្រៅដែលគាត់សរសេរថាពិតក៏ដូចជាមិនពិតហើយមិនពិតក៏ដូចជាពិតក្នុងនោះលោកបានបន្ថែមទៀតថាអត់មានអីអួតទេសម្រាប់អ្នកលោកលេមានតែសាច់បាទយ៉ាងអ្នកលោកលេអត់មានអីអួតក្រៅពីសាច់ទេប៉ុន្តែបងប្អូនកុំយល់ច្រឡំបាទកុំយល់ច្រឡំថាគាត់មានផ្ទៃពោះដោយសារគាត់បង្ហាញរូបភាពគាត់ប្រឹងពោះឲ្យប៉ោងណាប្រិមិត្តអញ្ចឹងអ្វីដែលខ្លឹមសារបង្កប់បងប្អូនចង់ដឹងនិងឆ្ងល់ពាក់ព័ន្ធទៅនឹងអត្ថន័យដែលថាពិតក៏ដូចមិនពិតមិនពិតក៏ដូចពិតតើអ្វីទៅជាការពិតនិងមិនពិតនោះប្រិមិត្តបាទជាធម្មតាប្រិមិត្តពាក្យថាពិតនិងមិនពិតបាទងាយនឹងនិយាយណាស់ប៉ុន្តែអ្វីដែលលោកមង្គលសរសេរពិតក៏ដូចមិនពិតរីឯមិនពិតក៏ដូចពិតតើខ្លឹមសារយ៉ាងណាពុកម៉ែបងប្អូនជាទីមេត្រីអ្វីដែលពាក់ព័ន្ធទៅនឹងខ្លឹមសារនេះមានតែពាក្យពីរម៉ាត់ទេគឺពិតនិងមិនពិតនឹងហើយអញ្ចឹងអ្វីទៅដែលពិតសម្រាប់មនុស្សយើងបាទគ្រប់សកម្មភាពទាំងអស់មិនថាតែលោកមង្គលទេបាទពិតគឺអ្វីដែលស្ដែងចេញមកមិនភូតមិនផបាទគ្រប់សកម្មភាពដោយលោកមង្គលក៏ថាសម្រាប់គាត់អ្នកលក់លេអត់មានអីអួតក្រៅពីសាច់ទេហ្នឹងជារឿងពិតហើយបាទធម្មតាអ្នកលក់លេត្រូវតែបង្ហាញសាច់ថាលេហ្នឹងមានគុណភាពលាបទៅបាទជួយស្បែកឲ្យសើមជាវីតាមីនបំប៉នស្បែកកុំឲ្យឆាប់ចាស់កុំឲ្យជ្រីវជ្រួញបំបត្តិស្នាមស្លាកស្នាមតិចតួចបាទចឹងទៅណាអាហ្នឹងជារឿងពិតបាទហើយសម្រាប់អ្នកលក់ផ្សេងដូចតែអ្នកលក់មាសគាត់អួតរឿងមាសហ្នឹងទៅអ្នកបាទហូបចុកផឹកស៊ីគាត់អួតរឿងសាច់ខ្លែមផឹកស៊ីទៅបាទអ្នកជុលមន់អួតរឿងជុលមន់ទៅបាទអញ្ចឹងតាមការងារនឹងទូនាទីរៀងខ្លួនកាលណាគេលក់អីគេអួតរឿងហ្នឹងដោយលោកមង្គលគាត់ថាគាត់អ្នកលក់លេអត់មានអីបង្ហាញក្រៅពីសាច់ទេត្រូវហើយបាទអ្នកលក់លេបង្ហាញសាច់ត្រូវហើយបាទបង្ហាញពីសាច់នឹងខ្ចីបាទក្មេងជាងវ័យដោយសារតែគុណភាពលេអាហ្នឹងគេហៅថាពិតតែប្រិមិត្តអញ្ចឹងជារឿងពិតសម្រាប់មនុស្សគ្រប់រូបធ្វើអីអួតហ្នឹងបាទប៉ុន្តែមិនអួតហួសពីសមត្ថភាពទេណាហើយសម្រាប់អ្វីដែលជាមិនពិតបាទគាត់ថាមិនពិតក៏ដូចពិតណាមិនពិតដូចគាត់បញ្ជាក់ឃ្លាខាងចុងបាទឃ្លាខាងចុងថាបងប្អូនកុំយល់ច្រឡំអីបាទកុំយល់ច្រឡំថាគាត់មានផ្ទៃពោះអីនោះណាអាហ្នឹងជារឿងមិនពិតហើយបើគាត់បញ្ជាក់ថាកុំយល់ច្រឡំគឺមិនពិតទៅហើយមានន័យថាអ្វីដែលរូបភាពគាត់បង្ហាញហ្នឹងគាត់គ្រាន់ប្រឹងប៉ោងឲ្យបំប៉ោងពោះនឹងខ្យល់ឲ្យប៉ោងទេបាទគាត់អត់មានផ្ទៃពោះប្រុសណាដែលមានផ្ទៃពោះប្រិមិត្តអាហ្នឹងជារឿងមិនពិតទៅហើយគាត់បញ្ជាក់ថាកុំយល់ច្រឡំមានន័យថាមិនពិតទៅហើយណាប្រិមិត្តអញ្ចឹងពិតក៏ដូចមិនពិតមិនពិតក៏ដូចពិតបាទតាមអត្ថន័យដែលលោកមង្គលលើកឡើងធម្មតាមនុស្សយើងកាលណាស្ដែងសកម្មភាពបាទអ្នកលក់អីគាត់អួតរឿងហ្នឹងហើយហ្នឹងជារឿងពិតហើយអ្វីដែលមិនពិតគឺការនិយាយលេងដោយលោកមង្គលគាត់ខំប្រឹងប៉ោងពោះឲ្យប៉ោងគាត់ប្រាប់ថាកុំយល់ច្រឡំថាគាត់មានផ្ទៃពោះហ្នឹងជារឿងមិនពិតណាប្រិមិត្តអញ្ចឹងมันមានអ្វីដែលជាអាចកំបាំងទេពាក្យអ្វីដែលលោកមង្គលសរសេរប៉ុន្តែបងប្អូនបើអត់ចាប់អារម្មណ៍ប្រហែលជាឆ្ងល់បន្តិចណាប្រិមិត្តអញ្ចឹងទុកឲ្យលោកមង្គលគាត់លាបលេចាស់បាទគាត់លាបលេបញ្ជាក់ពីគុណភាពលេរបស់គាត់ដែលគាត់លើកឡើងថាលេគាត់បើបងប្អូនចង់សស្លេកអត់ត្រូវទេតែបើបងប្អូនមានបំណងចង់ជួយស្បែកឲ្យក្មេងជាងវ័យមិនសលឿនបាទជួយសំណើមការពារកម្ដៅថ្ងៃដែលយើងចេញទៅក្រៅផ្ទះអីហ្នឹងគឺថាត្រូវបាទរកជាពីលោកមង្គលទៅបងប្អូនសាកមើលដឹងគុណភាពហើយដែលគាត់លាយដោយផ្ទាល់ដៃមានវីតាមីនសម្រាប់បំប៉នស្បែកណាប្រិមិត្តអញ្ចឹងលោកមង្គលប្រហែលថ្ងៃហ្នឹងគឺថាគាត់បង្ហាញរូបភាពពាក់ព័ន្ធទៅនឹងប្រកាសលក់លេនឹងត្មងអញ្ចឹងប្រហែលជាគាត់ខិតខំលាបបង្ហាញពីគុណភាពលេគាត់ដែលផ្សំផ្ទាល់ដៃគាត់ហើយមួយទៀតប្រហែលជាបងប្អូនអាចគិតភ្នែកដូចខ្ញុំទីដឹងលោកមង្គលប្រហែលជាចិត្តចូលរោងការហើយណាប្រិមិត្តបានជាគាត់ខិតខំបំពន់ស្បែកខំការពារស្បែកគាត់យ៉ាងដូចនេះអញ្ចឹងពិតឬក៏មិនពិតនោះបាទអ្វីក៏មិនអាចលាក់បាំងបានដែរគង់តែយើងដឹងទេថាលោកមង្គលគាត់ចូលរោងជ័យថ្ងៃណាណាប្រិមិត្តជាទីមន្ត្រីយើងបែរអារម្មណ៍ទាំងអស់គ្នាមកតាមដានស្ដាប់ខ្លឹមសារទី2ខ្លឹមសារទី1បងប្អូនយល់ហើយខ្លឹមសារទី2ពាក់ព័ន្ធទៅនឹងលោកស្រីត្រីដាណាដែលគាត់សរសេរ caption បាទពាក់ព័ន្ធទៅនឹងភាពលោភលន់និងអំនួតបាទមនុស្សបែបហ្នឹងជាមនុស្សអត់គុណធម៌ចុងក្រោយគឺទទួលនូវភាពបរាជ័យមិនខានទេនៅក្នុងឆាកជីវិតបាទជារឿងត្រឹមត្រូវប្រិមិត្តបាទពាក្យថាអួតឬក៏ភាពលោភលន់បាទមហិច្ឆតានោះណា
បាទបងប្អូនប្រើពាក្យនឹងបានគ្រប់គ្នាប៉ុន្តែយើងគួរតែបដោតយល់នៅអត្ថន័យពាក្យថាលោភលន់ឬក៏អួតនៅប្រិមិត្តអួតគឺជួនកាលខ្លួនឯងមានតែមួយទេប៉ុន្តែបង្ហាញគេថា10ណាប្រិមិត្តខ្លួនឯងមានមួយប៉ុន្តែបង្ហាញគេប្រាប់ថា10បានអីមកបង្ហាញតាមរយៈការអួតនឹងហើយបាទហ្នឹងណាប្រិមិត្តអញ្ចឹងអ្នកដែលអួតគេថាច្រើនតែចាញ់អាត្មាក្នុងអត្ថន័យដែលលោកស្រីបង្កប់គឺបែបហ្នឹងហើយពាក់ព័ន្ធទៅនឹងភាពលោភលន់ដែលខ្មែរយើងប្រើថាលោភលន់ការលោភលន់ភាពលោភលន់ឬក៏មហិច្ឆតាវាបែងចែកជា2បាទអ្នកលោភលន់ខ្លះគាត់លោភដែរប៉ុន្តែការប្រឹងប្រែងដោយសមត្ថភាពអត់ទៅឆោបបោកឬក៏បំពេញអ្នកដទៃឲ្យខាតបង់ឲ្យឈឺចាប់ទេអាហ្នឹងលោភចោះបាទលោភឬក៏មហិច្ឆតាផ្លូវត្រូវជារឿងមួយដែលនៅក្នុងលក្ខណៈអភិវឌ្ឍខ្លួនឬក៏គ្រួសារណាប្រិមិត្តការអភិវឌ្ឍខ្លួនឬការលោភលន់ឬក៏មហិច្ឆតារបស់គាត់ហ្នឹងអត់បានប៉ះពាល់ទៅប្រយោជន៍អ្នកដទៃមានន័យថាគាត់អត់កុហកឆោបបោកគេទេបាទគាត់ធ្វើប្រចាំថ្ងៃជាអាជីពក៏ដោយជាអីក៏ដោយសុចរិតចិត្តបាទចំណូលដែលគាត់ទទួលបានមកដោយស្មោះត្រង់សុចរិតចិត្តបងប្អូនអត់ឈឺចាប់អត់ខាត់បងដោយសារទង្វើគាត់អាហ្នឹងការលោភលន់ដោយផ្លូវត្រូវបងប្អូនប្រឹងចោះជាការអភិវឌ្ឍខ្លួនប៉ុន្តែការលោភមួយទៀតឬក៏មហិច្ឆតាមួយទៀតគឺថាសម្លឹងឃើញរបស់គេជារបស់ខ្លួនរហូតដល់ទៅឆោបោកគេលួចប្លន់គេអាហ្នឹងលោភបាបបាទលោភផ្លូវបាបខុសណាស់ដោយលោកស្រីបញ្ជាក់យ៉ាងការលោភបែបហ្នឹងគឺជាមនុស្សអត់គុណធម៌ហើយចុងក្រោយគឺបរាជ័យបើជារឿងត្រឹមត្រូវអ្នកដែលលោភលន់នៅក្នុងផ្លូវបាបដោយអត់គិតពីប្រយោជន៍អ្នកដទៃខំបំពេញគេខំថាកេងប្រវាញ់ពីគេមកលួចប្លន់ឆក់គេហ្នឹងគឺថាចុងក្រោយគឺបរាជ័យហើយជាអំពើបាបណាប្រិមិត្តអញ្ចឹងខ្លឹមសាររបស់លោកស្រីគាត់បង្កប់អត្ថន័យជ្រៅណាប្រិមិត្តអញ្ចឹងបងប្អូនគួរតែបាទលោភដោយផ្លូវត្រូវធ្វើដោយសមាជីវោមិនប៉ះពាល់ប្រយោជន៍អ្នកដទៃណាប្រិមិត្តហើយមួយទៀតអ្នកលោភដែរប្រិមិត្តគេថាលោភដោយសារគាត់ថាឈានម្ដង10ជំហានមិនមែន step by step ម្ដងមួយជំហានគឺ step by step ប៉ុន្តែអ្នកខ្លះលោភចង់ផ្លោះពីកម្មទី1ដល់កម្មទី10តែហ្មងអាហ្នឹងគេថាលោភផ្លូវខុសដល់ប្រិមិត្តឧទាហរណ៍គាត់នៅចំណុច0ទេប៉ុន្តែគេជួយយឹតយកមកដល់ចំណុច10បាទគាត់អត់បាន10ហើយអត់គ្រប់ទេចង់ផ្លោះទៅចំណុច100ទៅចំណុច1000ណាប្រិមិត្តបាទគេថាចម្លងទូកណាជិះទូកគេផុតគ្រោះហើយឃើញទូកធំមកហក់ទៅទូកមួយទៀតអាហ្នឹងការលោភលន់មិន step by step ទេគឺម្ដង10ជំហានពីកម្មទី1ដល់កម្មទី10អាហ្នឹងអាចធ្លាក់មកក្រៅវិញបានដោយងាយអញ្ចឹងអ្នកដែលលោភឬក៏មោទនភាពពេកអួតពេកលោភលន់ប៉ះប្រយោជន៍អ្នកដទៃនឹងហើយនាំឲ្យខ្លួនបរាជ័យដែលអ្វីដែលលោកស្រីបង្កប់អត្ថន័យខ្លឹមសារគឺបែបហ្នឹងនៅក្នុងនោះលោកស្រីបានផ្ដាំផ្ញើផងដែរទៅអតិថិជនបាទហាងពេជ្រមាសរបស់លោកស្រីគឺគាត់ចាប់ផ្ដើមបើកលក់បាទនៅហាងចាស់បងប្អូនស្គាល់នៅហាងចាស់ហាងថ្មីនោះមិនទាន់ធ្វើហើយទេមិនទាន់ជួសជុលហើយទេអញ្ចឹងលោកស្រីបញ្ជាក់ថាបើកនៅហាងចាស់សិនអញ្ចឹងបងប្អូនអាចទៅរកទិញមាសពេជ្រពីគាត់បានបងប្អូនដែលទិញពេជ្រអតិថិជនពេជ្រទទួលបានសន្លឹកឆ្នោតណាប្រិមិត្តលោកស្រីមិនបានបញ្ជាក់ថាទិញអស់ប្រមាណនឹងបានឆ្នោតទេប៉ុន្តែឆ្នោតហ្នឹងសម្រាប់ចាប់យករង្វាន់ម៉ូតូ5គ្រឿងសរុបណាប្រិមិត្តហើយក្នុងនោះមានទឹកប្រាក់បាទ$15,000ទៀតអញ្ចឹងបងប្អូនបាទកុំភ្លេចថ្ងៃ5ទៅជួយទិញពេជ្ររបស់លោកស្រីធីរណានៅហាងចាស់ហើយហាងថ្មីមិនទាន់សភោទេកំពុងជួសជុលអញ្ចឹងហាងពេជ្ររបស់លោកស្រីធីរណាគឺផ្ដល់ទំនុកចិត្តងាយបាទទាំងលក់ទាំងទិញតែម្ដងណាប្រិមិត្តអញ្ចឹងมันមានអ្វីទេសម្រាប់លោកស្រីធីរណាគឺមានប៉ុណ្ណឹងឥឡូវយើងបានអារម្មណ៍មកតាមដានស្ដាប់ខ្លឹមសាររបស់លោកសឿនវិតាបងប្អូនស្គាល់ហើយគាត់កំពុងតែបាទលេង challenge ជាមួយលោកស្រីប៉ុន្តែសម្រាប់ថ្ងៃនេះលោកសឿនវិតាមាន caption ខ្លីមួយគាត់ផ្ដាំផ្ញើទៅបងប្អូនយើងបាទពាក់ព័ន្ធទៅនឹងរឿងរ៉ាវកន្លងមកដែលបងប្អូនដឹងហើយលើបណ្ដាញសង្គមមានការចោទប្រកាន់ថាចេះថាចុះបាទហើយអត់ទាន់ដឹងរឿងច្បាស់ទេមិនដឹងខាងណាខាងណីនៅក្រៅវាំងណូនឹងអ្នកណាអ្នកខុសអ្នកណាអ្នកត្រូវទេខ្ញុំបាទធ្លាប់លើកយកមកចែកជូនបងប្អូនម្ដងហើយប៉ុន្តែសម្រាប់ថ្ងៃនេះលោកវិតាលោកសឿនវិតាគាត់បានសរសេរ caption បង្ហោះលើបណ្ដាញសង្គមក្នុងเพจផ្លូវការរបស់គាត់ថាសូមឲ្យបងប្អូនបាទឈប់ដៀលជេរប្រមាថគាត់ទៅបើគាត់អ្នកសាងកំហុសសាងធ្វើបាបមែនទុកឲ្យគាត់អ្នកទទួលខ្លួនឯងតែប្រិមិត្តហើយបើសិនបងប្អូននៅបន្តជេរប្រមាថដៀលគាត់ទៀតអានោះបងប្អូនក្តៅកាហាយខ្លួនឯងទៅវិញទេបាទប្រិមិត្តធម្មតាមតិរិះគន់លើបណ្ដាញសង្គមជារឿងមួយប៉ុន្តែបើយើងរិះគន់ដើម្បីស្ថាបនាយើងចូលរួមដោយថាអហិង្សាប្រើពាក្យអប់រំថ្នាក់ថ្នមនោះគឺថាគេទទួលយកបានបើសិនជាគេដឹងកំហុសប៉ុន្តែបើបងប្អូនអត់ដឹងរឿងពិតផងបងប្អូនបែរទៅជាជេរប្រមាថប្រើពាក្យអសរោះអានោះវាខុសទៅហើយបាទសិលធម៌របស់មនុស្សគុណធម៌របស់មនុស្សនោះណាប្រិមិត្តគ្រប់សាសនាគ្រប់ជាតិសាសន៍មិនតម្រូវឲ្យបងប្អូនយើងឬក៏លោកអ្នកប្រើពាក្យធ្ងន់ជេរប្រមាថគេដោយយើងអត់ដឹងរឿងពិតបើទោះបីយើងដឹងរឿងពិតក៏មិនត្រូវជេរប្រមាថដែរណាប្រិមិត្តអញ្ចឹងលោកវិតាគាត់សុំប៉ុណ្ណឹងសុំឲ្យបងប្អូនឈប់បាទឈប់ជេរប្រមាថគាត់ទៅ
បាទទុកឲ្យគាត់អ្នកទទួលខ្លួនឯងបើសិនជាគាត់សាងអំពើបាបមែនហើយបើបងប្អូននៅតែបន្តជេរប្រមាថគឺបងប្អូនអ្នកក្តៅទៅហើយណាប្រិមិត្តមែនទេណាមានន័យថាឈឺចាប់ជំនួសគេឬក៏តែចូលជ្រៅក្នុងសាច់រឿងគេពេកគឺក្តៅក្រហាយខ្លួនឯងនោះហើយអញ្ចឹងកុំអីបាទយើងគ្រាន់តែចូលរួមមតិក្នុងលក្ខណៈរិះគន់ដើម្បីស្ថាបនាកុំប្រើពាក្យអសរោះអីវានាំឲ្យបាត់បង់សិលធម៌ជាមនុស្សនៅប្រិមិត្តនៅគ្រប់ជាតិសាសន៍ទាំងអស់អញ្ចឹងខ្លឹមសាររបស់លោកវីតាគឺមានប៉ុណ្ណឹងប៉ុន្តែលោកវីតាក៏ឆ្លៀតថ្លែងអំណរគុណដល់លោកស្រីធីរណាដែលជួយផ្ដល់ឱកាសឲ្យគាត់បាទនៅក្នុងការខិតខំប្រឹងប្រែងចូលរួមនឹងចលែងហ្នឹងទាំងដើមទុនទាំងរបស់របរលក់ដូរ NNP ហ្នឹងគឺថាគាត់ផ្ដល់ឱកាសឲ្យយើងលោកវីតាគាត់សន្យាថានឹងប្រឹងដល់ទីបញ្ចប់ដល់ប្រិមិត្តព្រោះថាធម្មតាការប្រឹងប្រែងអីមួយវាអត់ទាន់បានផលភ្លាមទេតើយើងប្រើពេលយូរបន្តិចណាប្រិមិត្តស្អីក៏ដោយដូចដាំដើមឈើអញ្ចឹងដាំដូងមួយឆ្នាំហ្នឹង4ឆ្នាំក្រោយបានហូប5ឆ្នាំក្រោយនោះអញ្ចឹងទោះតែព្យាយាមប្រឹងប្រែងយ៉ាងលោកវីតាគាត់សន្យាជាមួយលោកស្រីថាគាត់ធ្វើមែនតើឲ្យប្រឹងមែនតើឲ្យអត់លេងសើចទេឲ្យគាត់អរគុណនៅអ្វីដែលលោកស្រីធីរណាបានផ្ដល់ឱកាសឲ្យគាត់ដូចហាក់ដូចជាជួយគាត់ណាប្រែគឺការជួយនឹងហើយអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់ខ្លឹមសារទាំង3ត្រឹមហ្នឹងបាទអរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនថ្ងៃស្អែកចាំវិលមកជួបសារជាថ្មីកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីពីរូបខ្ញុំបាទជារៀងរាល់ថ្ងៃអរគុណណាស់បាទគ្រប់ជូនពរពិសេសបាទលោកសេងមង្គលលោកស្រីធីរណាលោកវិតានិងបងប្អូនជនរួមជាតិមហាគ្រួសារខ្មែរយើងបរិយាកងទ័ពឲ្យមានជ័យជំនះបាទទាំងអស់គ្នាតែម្ដងណាប្រិមិត្តហើយมันមានអ្វីក្រៅពីការសុំរំអរកាយគ្រប់លាសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកអរគុណ